បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងសម្រាប់ក្នុងវីដេអូហ្នឹងបងប្អូនខ្ញុំចង់ប្រាប់បងប្អូនពីរបៀបប៊ូ TikTok នៅកន្លែងវីដេអូហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់បាន view ក្នុង TikTok ឬមួយក៏ត្រូវការសម្រាប់ប្រើ TikTok សម្រាប់លក់អនឡាញលក់អីអញ្ចឹងបងប្អូនអញ្ចឹងទៅយើងប៊ូ TikTok យើងដើម្បីឲ្យចំអតិថិជនគោលដៅរបស់យើងបាទក្នុងការប៊ូ TikTok នេះយើងស៊ីលុយតិចឯងបងប្អូនដូចថាយើងប៊ូនមួយថ្ងៃដាក់5000អញ្ចឹងក្នុង5000ហ្នឹងយើងអាចប៊ូនបាន5 4 5 6វីដេអូតាមដែលយើង select យកអញ្ចឹងណាពេលអញ្ចឹងទៅប្រព័ន្ធ AI TikTok ហ្នឹងវាចាប់ដើមដើររកគោលដៅអតិថិជនរបស់យើងអញ្ចឹងដើម្បីឲ្យត្រូវឲ្យចំគោលដៅរបស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ប៊ូនវីដេអូហ្នឹងមួយចុះហើយវីដេអូដែលខ្ញុំទៅ post ថ្មីអញ្ចឹងណាហើយបន្ទាប់មកយើងចុចយកត្រេ3ខាងក្រោមបងប្អូនហើយយកចុចពាក្យកន្លែងនេះអាសញ្ញាភ្លើងឆេះនេះin care view ហ្នឹងហើយយើងយកវាទៅអូខេបន្ទាប់ពីយើងចូលទៅកន្លែងនេះយើងរើស option ខាងលើបងប្អូនហ្នឹងហើយ option ខាងលើមានដូចជា boost view boost សម្រាប់បើយើង boost លក់យើងយកមក TikTok message តែបើសិនជាយើង boost សម្រាប់យក view យក follower យកអីចឹងយើងយកខាងមួយខាងលើហ្នឹងយើងយកមក view ហ្នឹងបងប្អូនហើយបើសម្រាប់ដូចយើងនេះលក់អនឡាញដូចខ្ញុំអញ្ចឹងខ្ញុំយកខាងយក message បើសិនជា page Facebook page ហើយ get more message អធិស្ឋានបងប្អូនដោយសារវីដេអូហ្នឹងខ្ញុំយកមកបញ្ចូលសលេងតាមក្រោយទេវីដេអូមុនខ្ញុំយកមកផុសក្នុង YouTube ម្ដងប៉ុន្តែចុះ copyright ទៅខ្ញុំលុបចោលដោយសារយើងដាក់ភ្លេងក្នុង TikTok ពេលយើងយកមកផុសក្នុងនេះទៅវាជាប់ copyright អញ្ចឹងទៅវាអត់ឡើង view ទេអញ្ចឹងខ្ញុំវីដេអូថ្មីនេះខ្ញុំយកវីដេអូចាស់ប៉ុន្តែខ្ញុំយកមក voice សលេងថ្មីអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងរើសហើយចំនួនលុយដែលយើងដាក់មួយថ្ងៃហើយយើងដាក់ចំនួនទឹកលុយដែលយើងរើសទៅយើងដាក់មាន5000មាន8000មាន10000អីចឹងណាបងប្អូនហើយចំនួនថ្ងៃដែលយើងដាក់យើងចង់ដាក់មួយថ្ងៃ2ថ្ងៃអីចឹងទៅតាមយើងដាក់ចឹងទៅហើយក្នុងការប៊ូ TikTok នេះវាប៊ូភ្លាមវាកាត់លុយភ្លាមចេញពី Visa card ដែលយើងបានភ្ជាប់ហើយដូចទៅកន្លែងដែលយើងភ្ជាប់ Visa card ហ្នឹងយើងដាក់ទៅវាកាត់លុយពីកងធនាគារយើងភ្លាមមកត្រង់ចំណុចនេះយើងរើ audience ណាបងប្អូនរើ audience យើងរើ page អាយុអីចឹងទៅអាយុដែលយើងចង់ប៊ូឲ្យបានគោលដៅយើងថាយើងលក់ខោអាវលក់អីចឹងទៅបើខោអាវប្រុសយើងយក page ប្រុសទៅខោអាវស្រីយក page ស្រីចឹងទៅហើយខោអាវវ័យដែលយើងត្រូវលក់ហ្នឹងចន្លោះពីអាយុប្រហែលដែលយើងត្រូវជ្រើសរើសអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងរើ page រើអាយុរើអីចឹងហើយយើង save audience យើងមកបន្ទាប់ពីយើង save មកបន្ទាប់នេះគេឲ្យយើងរើ interesting ហ្នឹងវាជាចំណាប់អារម្មណ៍ឧទាហរណ៍ថាបើសិនជាយើងលក់ខោអាវស្លៀកពាក់យើងយក beauty អីចឹងទៅហើយវាមានច្រើននៅក្នុងហ្នឹងវាមាន option ច្រើនមានដូចជា game មានដូចជាស្អីច្រើនទៀត food អីចឹងទៅគេលើកថាយើងធ្វើម្ហូប sport អីពាក់ព័ន្ធអីចឹងរើដាក់ចឹងទៅហើយបន្ទាប់មកទៀតវាដល់វគ្គកន្លែងយើង pay លុយហ្នឹងហើយយើង pay លុយកន្លែងនេះខ្ញុំដកលុយចេញខ្លះដោយសារកន្លែងហ្នឹងខ្ញុំសម្លេចលុយច្រើនពេកពួកគេថាប៊ូទៅ5000បានហើយ5000បានហើយអញ្ចឹងទៅយើងដកចំនួនទឹកលុយចេញខ្លះហ្នឹងហើយបងប្អូនកន្លែងនេះយើងរើថ្ងៃរើចំនួនទឹកលុយហើយនឹងថ្ងៃដែលយើងចង់ប៊ូផុសអញ្ចឹងណាហ្នឹងហើយដូចខ្ញុំដាក់5000តែខ្ញុំដាក់2ថ្ងៃអញ្ចឹងទៅវាអស់10000តែបើសិនជាចំនួនទឹកលុយនេះវាគិត15000បូកទាំងពន្ធបូកទាំងអីអញ្ចឹងណាហ្នឹងហើយចុះពីដុល្លារមិញអស់$10.68សេនហើយកន្លែងនេះយើងមកពេញលេខសម្ងាត់ Apple ID បន្ទាប់មកយើង sign in ចូលទៅកន្លែងហ្នឹងគឺកាត់លុយអូតូបងប្អូនចូលកាត់លុយអូតូក្នុង Visa card យើងណាហើយបន្ទាប់ពីយើងជាមើលទៅទៀតទៅពេលដែលយើងប៊ូពេលយើងរួចរាល់ហើយចេញទៅកន្លែងខាងក្រៅមួយទៀតដើម្បីមើលកន្លែងវារត់ចឹងណានិយាយទៅប៊ូចន្លោះប្រហែលជា4-5នាទីអីបានចាប់ដើមរត់ចឹងទៅ total គេបង្ហាញយើងអស់ហើយបង្ហាញពីចំនួន view យើងបានប្រហែលហើយម៉ោងយើងសល់ប្រហែលរយៈពេលដែលយើងនៅសល់4ចឹងណានេះបងប្អូនទៅពេលយើងប៊ូតហើយយើងចេញមកក្រៅមកយើងចូលមកនេះកន្លែងនេះវាអត់ទាន់ដើរទេវានៅ under review បើសិនជាវាដាក់ថា active នឹងខាងលើហ្នឹង load កាត់លុយ
$10.68 សេនជាងកាត់ចេញពី Visa card វីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនអត់មានអីច្រើនទេហ្នឹងហើយអរគុណច្រើន